នេះគឺជា skin ដែលអាចប្រើកាយបាននៅក្នុង Mobile Legends បងអញ្ចឹងវាអាចប្រើកាយបានដូច Ben 10 មែនអត់មែនទេវាអាចប្រើកាយបានដោយសារគ្រប់ stack ឬក៏ការដាក់ ulti និងគ្រប់ kill អីអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងកុំឲ្យឆ្លោះគ្នានឹងខ្លួនឯងច្រើនអញ្ចឹងអ្នកនរគ្នាទៅមើលទាំងអស់គ្នាអីច្រើនហ្នឹងណាអញ្ចឹងមុននឹងទៅមើលបើសិនជាអ្នកនរគ្នាចង់ដាក់ពេជ្រ Mobile Legends អីកុំភ្លេចខាងបង VN Store ទី1 skin ដែលអាចប្រើកាយបានហ្នឹងគឺជា skin Prime M6 របស់ Cloud skin ហ្នឹងនៅពេលដែលយើងដាក់ skill គឺអត់តន់គ្រប់ stack ទៅគឺធម្មតាទោះតែវាស្អាតអត់គឺវាស្អាតឯអ្នកនរគ្នាប៉ុន្តែនៅពេលដែលវាពេញ stack 5 stack វិញណា skill ទៅគឺវាប្រែកាយអីច្រើនអ្នកនរគ្នានេះនៅពេលដាក់ ulti ទៅគឺឃើញស្អាតប្រហើយវាថាគឺ wow សិចប្រហើយហ្មងអ្នកនរគ្នាខ្ញុំប្រៀបធៀបឲ្យអ្នកនរគ្នាមើលនៅពេលដែលបើក ulti អាមាន stack និងអត់ stack គឺម្នាក់ម្យ៉ាងប្រហើយអញ្ចឹងខ្ញុំអាចថា skin ហ្នឹងគឺប្រែកាយបានហើយចំពោះ skin ទី2គឺជា skin legend របស់ alpha skin ហ្នឹងអាចប្រែកាយបាននៅពេលដែលវាស៊ីបាន10 kill អញ្ចឹង effect skill ធម្មតាហ្នឹងក៏ស្អាតដែរអ្នកនរគ្នាក៏ប៉ុន្តែនៅពេលដែលវាបាន10 kill ហ្នឹងទៅគឺវាអាចប្រែកាយបានដោយស្អាតជាងហ្នឹងទៀតទាំងអស់គ្នានៅពេលដែលវាប្រែកាយហើយ wow សិចប៉ុណ្ណាអីចុះហ្នឹងនេះអ្នកនរគ្នាវូអូយវាថាកាយសាហាវតែម្ដងទូទៅនៅពេលដែលខ្ញុំលេង skin alpha ហ្នឹងអត់ដែលបានប្រែកាយទេអ្នកនរគ្នាព្រោះហដងខ្ញុំមិនស៊ី10 kill ហ្នឹងខ្ញុំមានតែងាប់10ឡើងអីចុះហ្នឹងអញ្ចឹងអត់អាចប្រែកាយបានទេឃើញអ្នកនរគ្នាអូយស្អាតសាហាវតែម្ដងអូយ wow សិចហ្មងហើយចំពោះទី3ហ្នឹងគឺជា skin ឡៃឡា11វាថា skin ហ្នឹងវាអាចប្រែកាយបាននៅពេលដែលវាប្រើ ulti របស់វាហ្នឹងគឺអាចប្រែកាយបានច្រើនមែនតើហ្មងឡើង4ហ្មងអីច្រើនណាអ្នកនរគ្នាហើយចាំមើលទាំងអស់គ្នានៅពេលដែលវាប្រើ ulti អ្នកនរគ្នាចាំសង្កេតមើលនេះ collab គ្នាជាមួយនឹង skin Aspirant អូយស្អាតម្យ៉ាងហើយនេះវិញគឺ collab គ្នាជាមួយនឹង skin តេះភ្លើងញ៉ាំ skin របស់វាហ្នឹងគឺអត់តរ៉ាយទេអ្នកនរគ្នាគឺប្លែកថ្មីរហូតអានេះវិញគឺ collab គ្នាជាមួយនឹង skin Epic Police ហ៎និយាយបើថាហ្នឹង3ឯអ្នកនរគ្នាហើយនេះវិញគឺជា ulti សុទ្ធរបស់ skin 11មកហ្មង skin ហ្នឹងអាចប្រែកាយ ulti បានឡើង4ហ្មងណាវាថាគឺ wow សិចសាហាវសម្រាប់អ្នកនរគ្នាដៃឡៃឡាអីគឺត្រៀមមកហើយទៅ skin ហ្នឹងគឺចេញថ្ងៃ11ខែ11ហ្នឹងហើយចំពោះវីដេអូហ្នឹងដែរគឺមានតែប៉ុណ្្នឹងហើយហើយអ្នកនរគ្នាកុំភ្លេច follow ខ្ញុំម្នាក់មួយផងដើម្បីដឹងព័ត៌មានថ្មីៗតាក់ទងពី Mobile Legends អីចឹងហ្នឹងណា